មេដឹកនាំបារាំងទទួលស្គាល់ថាការទម្លាក់គ្រាប់បែករបស់អាមេរិកលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺមានប្រសិទ្ធភាពពិតប្រាកដប៉ុន្តែសេណារីយ៉ូដ៏អាក្រក់បំផុតនឹងលេចឡើងបើសិនជាពេលនេះអ៊ីរ៉ង់ចាក់ចេញពីសន្ធិសញ្ញាមិនរិះសាភាយនុយក្លេអ៊ែរជាសកលសង្គ្រាមរយៈពេល12ថ្ងៃរវាងអ៊ីរ៉ង់ហើយនិងអ៊ីស្រាអែលបានបញ្ចប់ហើយមានពាក្យចចាមអារ៉ាមថាលោក Donald Trump អាចនឹងទទួលបាននៅពានរង្វាន់ Nobel សន្តិភាពពីបទដែលគាត់បានជួយបញ្ចប់សង្គ្រាមដែលគាត់បានបង្កើតឡើងនេះជារឿងមួយចម្លែកមែនទែនធ្វើឲ្យពានរង្វាន់ Nobel សន្តិភាពមិនដឹងមានន័យថាម៉េចបងប្អូនអរគ្នាព្រោះវាជាពានមួយពួកលោកខាងលិចកើតឡើងលោកខាងលិចហើយជាអ្វីដែលលោកខាងលិចតែងតែមានមោទនភាពមានអំណួតប្រើវាអាចជាអាវុធក៏ថាបានដែរបាទហ្នឹងជារឿងដាច់ដライហើយសង្គ្រាមរវាងអ៊ីរ៉ង់ហើយនិងអ៊ីស្រាអែលនេះណាឈ្នះណាចាញ់បងប្អូនអរគ្នាធ្វើសេចក្តីសន្និដ្ឋានដោយខ្លួនឯងរឿងដែលសំខាន់នៅពេលនេះអ៊ីរ៉ង់បានដកខ្លួនចេញពីសន្ធិសញ្ញាហាមមិនអោយរាយសាយភាយអាវុធប៉ារ៉ាវ៉ាណូឬក៏នុយក្លេអ៊ែរដោយអ៊ីរ៉ង់ចោទថាទីភ្នាក់ងារថាមពលប៉ារ៉ាវ៉ាណូអន្តរជាតិឬក៏យើងហៅកាត់ថា IAEA ដែលអ៊ីរ៉ង់បានចូលជាសមាជិកតាំងពីឆ្នាំ1970គូបញ្ជាក់ថាស្ថាប័ននេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ1952ក្នុងគោលបំណងទប់ស្កាត់កុំឲ្យមានការសាយភាយនៅបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរដល់ប្រទេសផ្សេងៗថ្ងៃនេះប្រទេសដែលមានក្របបែកប៉ារ៉ាវ៉ាណូនឹងមានតែ9ប្រទេសទេ5គឺជាសមាជិកចិនត្រៃរបស់អង្គការសហប្រជាជាតិមានអាមេរិកចិនបារាំងអង់គ្លេសហើយនិងរុស្ស៊ីហើយពួកនេះក៏ជាប្រទេសទាំង5ដែលគេអនុញ្ញាតឬក៏គេទទួលស្គាល់ថាជាប្រទេសដែលមានក្របបែកនុយក្លេអ៊ែរឬក៏ក្របបែកមហាបល្ល័យប៉ារ៉ាវ៉ាណូដោយឡែកមានប្រទេស4ទៀតដែលចាត់ទុកថាជាប្រទេសដែលគេមិនទទួលស្គាល់នឹងប៉ុន្តែមានក្របបែកប៉ារ៉ាវ៉ាណូដែរនឹងមានឥណ្ឌាមានប៉ាគីស្ថានកូរ៉េខាងជើងហើយនិងអ៊ីស្រាអែលទោះបីយ៉ាងណាក៏ដោយអ៊ីស្រាអែលមិនដែលប្រកាសថាខ្លួនមានឬក៏មិនមានទេតែតាមវាយការមួយចំនួនគឺអ៊ីស្រាអែលមានក្របបែកនុយក្លេអ៊ែរដែរមូលហេតុដែលអ៊ីរ៉ង់ដកខ្លួនចេញពី IAEA ដោយសារតែអ៊ីរ៉ង់ចោទប្រកាន់ថាស្ថាប័ននេះវាអត់ឯករាជ្យវាលំអៀងខណៈដែលអ៊ីរ៉ង់នៅពេលដែលចូលជាសមាជិករបស់ទីភ្នាក់ងារថាមពលប៉ារ៉ាវ៉ាណូអន្តរជាតិនេះបានអនុញ្ញាតឲ្យទីភ្នាក់ងារនេះធ្វើការត្រួតពិនិត្យរាល់ការចម្រាញ់ធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនព្រមទាំងអនុញ្ញាតឲ្យដាក់កាមេរ៉ានៅក្នុងរោងចក្រទៀតពិនិត្យមើលតើមានប្រមាណនាំចូលប្រមាណនាំចេញធ្វើការចម្រាញ់ប្រមាណគឺទីភ្នាក់ងារនេះដឹងទាំងអស់ហើយចែករំលែកព័ត៌មាននេះជាលក្ខណៈអន្តរជាតិក្នុងគោលបំណងការពារកុំឲ្យបរទេសចោទថាអ៊ីរ៉ង់លួចផលិតអាវុធនុយក្លេអ៊ែរព្រោះគោលបំណងដែលអ៊ីរ៉ង់ផលិតវាឡើងគឺដើម្បីយកវាទៅបំរើក្នុងបុព្វហេតុមនុស្សជាតិនិយាយខ្លីទៅគឺដើម្បីប្រើនៅក្នុងការដុតចង្ក្រានអគ្គិសនីនៅប្រទេសជាច្រើនក្នុងពិភពលោកនោះភាគច្រើនគេប្រើប្រទេសមហាអំណាចគេប្រើចង្ក្រានអគ្គិសនីគេដុតដោយជាតិអ៊ុយរ៉ាញ៉ូមហើយគិតត្រឹមខែកុម្ភៈឆ្នាំ2025អ៊ីរ៉ង់មានអ៊ុយរ៉ាញ៉ូមដែលគេចម្រាញ់ហើយគេហៅ HEU គេហៅ highly enriched uranium មានអ៊ុយរ៉ាញ៉ូមដែលគេចម្រាញ់លើសពី 20% ទៅគេចាត់ទុកជាអ៊ុយរ៉ាញ៉ូមហើយគេបានចម្រាញ់លក្ខណៈខ្ពស់មានប្រហែលជា274គីឡូក្រាមតែប៉ុណ្ណោះបើនិយាយពីអ៊ុយរ៉ាញ៉ូមប្រភេទ HEU ហ្នឹងរុស្ស៊ីមានច្រើនជាងគេរុស្ស៊ីមានរហូតដល់672តោនអាហ្នឹងប្រើសម្រាប់វិស័យយោធាដែលឡែកមាន6តោនទៀតសម្រាប់ប្រើក្នុងវិស័យមិនមែនយោធាអាមេរិកតាមដោយអាមេរិកទី2មាន480តោនសម្រាប់បម្រើក្នុងវិស័យយោធាហើយនិង82តោនសម្រាប់បម្រើក្នុងវិស័យមិនយោធាមានក្នុងការស្រាវជ្រាវក្នុងការបង្កើតថាមពលចង្ក្រាន reactor ឡាក់
នេះអ៊ីរ៉ង់មានតែ274 ក្រាមទេហើយអ៊ីរ៉ង់មិនដែលមានចេតនាថានឹងអភិវឌ្ឍអាវុធមហាបល័យប៉ារ៉ាវ៉ាណូឬក៏នុយក្លេអ៊ែរទេហ្នឹងមកតាមរបាយការណ៍របស់ IAEA ដោយឡែកអ្វីត្បិតតែ IAEA បានប្រកាសថាអ៊ីរ៉ង់គ្មានចេតនាអភិវឌ្ឍអាវុធមហាបល័យហើយធ្វើបិទតែកេរនាយករបស់ទីភ្នាក់ងារសម្ងាត់របស់អាមេរិកលោកស្រី Tulsi Gabbard បានប្រាប់ដល់សភាអាមេរិកថាអ៊ីរ៉ង់គ្មានអាវុធមហាបល័យណាដោយទីបំផុតអាមេរិកនៅតែទម្លាក់គ្រាប់បែកទៅលើកន្លែងចម្រាញ់ធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់រហូតដល់3ធ្វើឲ្យអ៊ីរ៉ង់មានការអន់ចិត្តយ៉ាងខ្លាំងដោយសារតែអ្វីត្បិតតែខ្លួនបានរក្សានៅតម្លាភាពទាក់ទងទៅនឹងថាមពលនុយក្លេអ៊ែររបស់ខ្លួនណាក៏ដោយក៏មិនអាចទប់ស្កាត់ប្រទេសអ៊ីស្រាអែលហើយនៅអាមេរិកមិនឲ្យធ្វើការឈ្លានពានលើអធិបតេយ្យភាពរបស់ខ្លួនមិនអាចទប់ស្កាត់ប្រទេសទាំងពីរហ្នឹងមិនកុំឲ្យវាយប្រហារបំផ្លាញរោងចក្រចម្រាញ់ធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនបានដែរឥឡូវនេះអ៊ីរ៉ង់មិនដឹងថាប្រមូលយកជាតិអ៊ុយរ៉ាញ៉ូមហ្នឹងជាង272គីឡូក្រាមហ្នឹងទៅដល់ណាទេមិនត្រឹមតែមិនដឹងថាឥឡូវហ្នឹងធាតុហ្នឹងទៅដល់កន្លែងណាហើយតើពោះ274គីឡូក្រាមហ្នឹងគឺមានជាតិអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់នោះរហូតដល់ 60% ហើយបើសិនជាអ៊ីរ៉ង់នឹងបន្តចម្រាញ់វាទៀតរហូតដល់92-93% គឺអាចផលិតអាវុធនុយក្លេអ៊ែរបានប្រហែលជា 4-5 គ្រាប់ហើយពួកគ្រាប់បែក Little Boy អាតូមិកដែលតម្លាក់នៅ Hiroshima ឈ្មោះ Little Boy ឬក៏ក្មេងតូចដែលតម្លាក់នៅ Hiroshima ហ្នឹងគឺមានទម្ងន់អ៊ុយរ៉ាញ៉ូមដែលប្រើនៅក្នុងគ្រាប់បែកហ្នឹងតែ64គីឡូក្រាមតែប៉ុណ្ណោះអញ្ចឹងយើងគិតមើលទៅ274គីឡូក្រាមនៃអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់នេះអាចបើសិនជាផលិតគ្រាប់បែកដែលមានទំហំប្រហែលជា Little Boy អាចផលិតបាន5គ្រាប់តែមិនដឹងថាអ៊ីរ៉ង់នឹងអភិវឌ្ឍគ្រាប់បែកមហាបល័យនោះឬក៏យ៉ាងណាទេបើអភិវឌ្ឍអាចមានបញ្ហាទៀតពោះអ៊ីស្រាអែលអត់យល់ព្រមទេអាមេរិកក៏អត់យល់ព្រមដែរអន្តរជាតិក៏អត់យល់ព្រមដែរតែបញ្ហាសំខាន់នៅពេលនេះអ៊ីរ៉ង់បានដឹកជញ្ជូនជាតិអ៊ុយរ៉ាញ៉ូមដែលខ្លួនបានចម្រាញ់ហ្នឹងចេញទៅកន្លែងផ្សេងបាត់ហើយយកទៅដាក់កន្លែងណាក៏មិនដឹងដែរហ្នឹងទី1ទី2អ៊ីរ៉ង់នឹងបណ្ដេញពួកសមាជិករបស់ IAEA ចេញពីប្រទេសខ្លួនអស់ហើយដកខ្លួនចេញពីអង្គការមិនសាយភាយអាវុធមហាបល័យទៀតមូលហេតុដោយសារតែអ៊ីរ៉ង់ចោទថាស្ថាប័នទាំងអស់នេះអត់មានឯករាជ្យភាពមិនត្រឹមតែមិនបានការពារខ្លួនហើយចែកអំលែកព័ត៌មានរបស់ខ្លួនតាក់ទងទៅនឹងអ្វីដែលខ្លួនមានតាក់ទងទៅនឹងអ្នកវិទ្យាសាស្ត្ររបស់ខ្លួនពូអ្នកពេលដែលពួក IAEA ចូលទៅធ្វើការត្រួតពិនិត្យរដងដឹងថាណាគេជាអ្នកវិទ្យាសាស្ត្រណាគេជាមេសំខាន់ដឹកនាំការស្រាវជ្រាវដឹកនាំការចម្រាញ់អីហ្នឹងហើយអ៊ីរ៉ង់ចោទថា IAEA ហ្នឹងបានចែកអំលែកព័ត៌មានអស់ហ្នឹងជាមួយប្រជាមិត្តរបស់ខ្លួនហើយនាំទៅដល់ការបាញ់អត់ខុសសោះបាញ់រហូតដល់ស្លាប់អ្នកវិទ្យាសាស្ត្រហើយនិងឧត្តមសេនីយ៍របស់ខ្លួនមួយចំនួនហើយអ្នកវិភាគនយោបាយមួយចំនួនគិតថាអ៊ីរ៉ង់គួរតែមានអាវុធមហាបល័យនេះគឺជាដើម្បីការពារខ្លួនដូចឧទាហរណ៍ដូចជាកូរ៉េខាងជើងមូលហេតុដែលអត់ដែលមានណាគេវាយកូរ៉េខាងជើងដោយសារតែកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរហើយកូរ៉េខាងជើងអាចបាញ់តបតទៅវិញបើសិនជាទទួលការគំរាមកំហែងឬក៏ត្រូវបានវាយប្រហារដោយគ្រាប់បែកនុយក្លេអ៊ែរដោយឡែកប្រទេសមួយចំនួនដែលបានដកខ្លួនឬក៏ដែលបានបោះបង់អាវុធនុយក្លេអ៊ែរអត់មានអីការពារខ្លួនអត់មានអីគំរាមប្រជាមិត្តទេឧទាហរណ៍ចាក់ស្ដែងអ៊ុយក្រែនក្រោយពីបោះបង់អាវុធមហាបល័យប៉ារ៉ាវ៉ាណូចោលទៅបានរុស្ស៊ីវាយលុកលីប៊ីក៏អញ្ចឹងអ៊ីរ៉ាក់ក៏អញ្ចឹងដែរដោយសារតែពួកគេបានបោះបង់អាវុធទាំងអស់នោះហើយធ្វើឲ្យពួកគេអត់មានអ្វីការពារខ្លួនទល់នឹងសត្រូវរបស់ខ្លួនអញ្ចឹងហើយនេះជាមូលហេតុដែលអ្នកវិភាគមួយចំនួនគិតថាអ៊ីរ៉ង់ប្រហែលជាសម្រាប់ចិត្តផលិតអាវុធនុយក្លេអ៊ែរតើអ៊ីរ៉ង់គួរតែមានអាវុធនុយក្លេអ៊ែរដែរឬទេនេះគឺជាសំណួរនៅពេលនេះ